ស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ YouTube Channel ផ្ទាល់របស់ខ្ញុំហើយនេះគឺជា YouTube ដំបូងលើកទី1ដែលខ្ញុំបាននិយាយពាក់ព័ន្ធជាមួយនឹងរឿងខ្មោចដោយសារតែមានបងប្អូនជាច្រើនមែនទែនក៏សំណូមពរឲ្យខ្ញុំនិយាយរឿងខ្មោចក្នុង YouTube អញ្ចឹងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមមាន YouTube ហើយនេះក៏ជាវីដេអូលើកទី1ដែលខ្ញុំបាននិយាយពាក់ព័ន្ធជាមួយនឹងវិញ្ញាណមានពិតដូចគ្នាអញ្ចឹងកុំឲ្យខាត់ពេលយូរមកស្ដាប់ជាមួយនឹងរឿងដែលខ្ញុំជួបផ្ទាល់តាំងពី10ឆ្នាំមុនមកម្លេះរឿងរ៉ាវមួយនេះគឺកើតឡើងតាំងពី10ឆ្នាំមុននៅក្នុងឆ្នាំ2016គឺកាលពី10ឆ្នាំមុនហ្នឹងគឺខ្ញុំមានអាយុត្រឹមតែ11ឆ្នាំតែប៉ុណ្ណោះហើយពាក់ព័ន្ធជាមួយនឹងវិញ្ញាណដែលខ្ញុំបានជួបហ្នឹងគឺវាសាហាវខ្លាំងមែនតើដោយសារតែផ្ទះដែលខ្ញុំបានជួលជាមួយនឹងម្ដាយឪពុកនិងបងស្រីបងប្រុសរបស់ខ្ញុំហ្នឹងគឺជាផ្ទះមួយដែលគេបានកប់នៅសាកសពរបស់មនុស្សកាលពីសម័យដើមហើយការកប់សាកសពរបស់មនុស្សហ្នឹងគឺមិនមែនកប់តែម្នាក់ទេគឺមានមនុស្សជាច្រើនមែនទែនកាលពីសម័យសង្គ្រាមគឺត្រូវបានស្លាប់ហើយគេកប់នៅក្រោមផ្ទះហ្នឹងអញ្ចឹងផ្ទះហ្នឹងត្រូវបានសាងសង់នៅលើភ្នូរខ្មោចផ្ទាល់តែម្ដងអញ្ចឹងជាហេតុធ្វើឲ្យផ្ទះនោះជាផ្ទះមួយដែលសម្បូរទៅដោយវិញ្ញាណខ្មោចតៃហោងខ្លាំងមែនទែនអញ្ចឹងខ្ញុំមកនិយាយអំពីមូលហេតុដំបូងនៅពេលដែលក្រុមគ្រួសាររបស់ខ្ញុំបានជួបផ្ទះហ្នឹងអញ្ចឹងផ្ទះហ្នឹងគឺស្ថិតនៅក្នុងកណ្ដាលទីក្រុងភ្នំពេញគឺបាននិយាយអំពីបរិយាកាសវិញគឺងាយស្រួលក្នុងការរកស៊ីខ្លាំងមែនទែនអញ្ចឹងក្រុមគ្រួសាររបស់ខ្ញុំគឺជាអ្នករកស៊ីអញ្ចឹងឲ្យតែកន្លែងណាដែលមើលទៅសម្បូរមនុស្សទូទៅមនុស្សដើរច្រើនហើយអ្វីដែលសំខាន់ហ្នឹងយើងអាចលក់ដូរទាំងព្រឹកទាំងល្ងាចបានគឺក្រុមគ្រួសារខ្ញុំនឹងជួលហើយអញ្ចឹងម៉ាក់របស់ខ្ញុំជាមួយនឹងបងស្រីរបស់ខ្ញុំនឹងគឺជាអ្នកលក់គាត់បានជួលផ្ទះនឹងដើម្បីធ្វើការលក់បាយសូបក៏ដូចជាលក់ទឹកកឡុកនៅពេលល្ងាចអញ្ចឹងពាក់ព័ន្ធជាមួយនឹងផ្ទះនឹងអ្នកទាំងគ្នាពីដំបូងឡើយក្រុមគ្រួសារខ្ញុំគឺពិតជាអត់បានដឹងមែនថាផ្ទះនឹងគឺមានវិញ្ញាណមនុស្សនៅបើសិនជាក្រុមគ្រួសាររបស់ខ្ញុំដឹងថាផ្ទះនឹងមានវិញ្ញាណណាគឺក្រុមគ្រួសារខ្ញុំមិនជួលផ្ទះនឹងជាដាច់ខាតអញ្ចឹងបន្ទាប់ពីក្រុមគ្រួសាររបស់ខ្ញុំបានជួលផ្ទះនឹងហើយបានបង់លុយទាំងកក់ទាំងថ្លៃដើមហើយក៏បានរើអីវ៉ាន់ចូលមកនៅថ្ងៃទី1នៅពេលដែលក្រុមគ្រួសាររបស់ខ្ញុំបានរើចូលទៅក្នុងផ្ទះនឹងអ្នកទាំងគ្នាគឺអត់មានអ្នកណាគេមានបញ្ហាអ្វីទេគឺមានតែអ្នកម្ដាយខ្ញុំតែម្នាក់ទេគឺគាត់បានយល់សពចម្លែកខ្លាំងមែនតើថ្ងៃទី1នៅពេលដែលពួកខ្ញុំបានរើចូលនៅផ្ទះហ្នឹងគឺម្ដាយរបស់ខ្ញុំគឺគាត់បានយល់សពថាគាត់បានឃើញជាមួយនឹងបុរសមាធំ2នាក់គឺគាត់បានសែងជាមួយនឹងមឈូសហើយមឈូសដែលគាត់សែងចូលហ្នឹងគឺជាមឈូសរបស់មនុស្សស្រីដោយសារតែក្នុងយល់សពហ្នឹងម្ដាយរបស់ខ្ញុំគឺគាត់បានឃើញមឈូសហ្នឹងគេសែងចូលជាប្រភេទមឈូសចិនណាអ្នកនរគ្នាគេបើកមកគឺឃើញមុខមនុស្សស្រីចំណាស់អ្នកនរគ្នាគឺមុខអាក្រក់ហើយកាចខ្លាំងមែនតើពេលហ្នឹងម្ដាយរបស់ខ្ញុំនៅពេលដែលគាត់បានយល់សពដោយសារតែគាត់សម្រាកគេងថ្ងៃហ្នឹងគាត់បានភ័យខ្លាំងដោយសារតែយល់សពហ្នឹងគឺវាដូចជាការពិតអញ្ចឹងប៉ុន្តែដោយសារតែអ្នកម្ដាយរបស់ខ្ញុំគាត់អត់ចង់ឲ្យកូនឬក៏ស្វាមីផិតភ័យអញ្ចឹងគាត់ក៏អត់មាននិយាយប្រាប់នរណាគេម្នាក់ទេគាត់ទុកក្នុងចិត្តខ្លួនឯងអញ្ចឹងក្រុមគ្រួសាររបស់ខ្ញុំចាប់ដើមនៅផ្ទះនឹងបានប្រហែលជាមួយអាទិត្យគឺរៀបចំរួចរាល់ហើយក៏ចាប់ដើមបើកមុខរបររកស៊ីគឺការលក់បាយស្រូបនៅពេលព្រឹកនិងលក់ទឹកកឡុកនៅពេលល្ងាចអញ្ចឹងដោយសារតែក្រុមគ្រួសារខ្ញុំជាអ្នករកស៊ីម្ដាយរបស់ខ្ញុំគឺគាត់តែងតែងើបពីគេងនៅម៉ោង4ព្រឹកជារៀងរាល់ថ្ងៃពេលល្ងាចហ្នឹងគឺយើងលក់ទឹកកឡុកលក់ផ្អែមខ្មែរទៀតអញ្ចឹងគឺការងារច្រើនមែនតើអញ្ចឹងម៉ាក់របស់ខ្ញុំហ្នឹងគាត់ប្រាប់រងសឹងតែម្នាក់ឯងហ្មងគឺដឹងតែឲ្យកូនលើកមកជាអ្នកលក់គឺបងស្រីខ្ញុំគាត់លក់អញ្ចឹងណាម៉ាក់ខ្ញុំគឺគាត់រៀបចំដូចធ្វើផ្អែមធ្វើចិត្តផ្លែឈើប្រឡាក់សាច់ធ្វើជ្រក់បាយសូបអីចឹងទៅអញ្ចឹងមានពេលមួយហ្នឹងម្ដាយរបស់ខ្ញុំគឺគាត់បានប្រាប់ថានៅខ្ទង់ម៉ោងប្រហែលជា3កន្លះគាត់ងើបមកអ្នកទាំងគ្នាគាត់ងើបដើម្បីទៅធ្វើជាមួយនឹងផ្អែមសម្រាប់លក់ពេលល្ងាចអញ្ចឹងណានៅពេលដែលគាត់កំពុងតែលុញផ្អែមអ្នកទាំងគ្នាដឹងហើយផ្អែមយើងលក់ដូរហ្នឹងគឺយើងត្រូវការលុញចំបាច់ស្ងោរអីចឹងទៅអញ្ចឹងម្ដាយរបស់ខ្ញុំហ្នឹងគឺគាត់មានអារម្មណ៍ថាមានស្រមោលខ្មៅរបស់មនុស្សស្រីចំណាស់ម្នាក់គឺគាត់ឈរនៅក្រោយខ្នងម្ដាយរបស់ខ្ញុំហើយប៉ះខ្នងម៉ាក់ខ្ញុំណាអញ្ចឹងម្ដាយរបស់ខ្ញុំហ្នឹងគឺគាត់ភ្ញាក់ហ្មងដោយសារតែក្នុងផ្ទះហ្នឹងគឺម៉ោង3កន្លះគាត់បើកភ្លើងនៅចក្រានបាយកូនគេងអស់ហើយអញ្ចឹងផ្ទះល្វែងអ្នកទាំងគ្នាសម័យមើលគឺគាត់អង្គុយនៅក្រោមចក្រានបាយកូនគេងនៅជាន់ទី1ទី2អញ្ចឹង
là vì theo mẹ nhóm quạt phanh nhẹ hay con nghĩa từ mớ cứ xẹp ta khơi sầm máu không ai cho khỏi quạt tên nó cứ quạt trăm du tên này tao có gì cứ quạt là vì theo quạt ở đằng theo quạt thử bán không ai lo anh chẳng quạt cò sao mẹ chợt đôi sông kê chẳng tơ theo nhưng mà nữ ní cái nhưng mà nữ là o tê cái nhưng admin bành hà rồi có trong bằng co rương rồi có trong min bành hà tên chẳng xong ở nhôm nữ ngập rồi chẳng từ bắn tay bà lớn không mau đã ban lôn mà nhôm nữ cứ ọt lực lén nâng ọt ập hay tô tì cứ thưa bạp tại mẹ nhôm tên này tao khỉ hai đứa môi tiết là nhôm stir tại mình trong thì vậy này không YouTube nè cứ bà lớn không mau này tiết nâng cứ trong vô mặt nhôm tay mà đồ cứ trong gió mà đai khi ông tơ tay mà đòn cứ min pe môi nước mà đai bọc nhôm nước cứ có chư này tao này thiệt luôn chư khăng mến tên đời mạng nhóm cứ mình miên chụp người vậy sao từ pet bên là tới có pet thạc miên tự nôm phải từ pet là hộ đó pet thông ấy này tao này pet ca làm máy đó có pet thạc miên bành hai ấy đây bàn tay mà đai bao nhóm từ chia quạt keng bẻ đôn sập đôi cọt phép bộ nhôm tha cọt bẻ đôn cọt được đào chừng tiếng đại quạt nâng tơ pet bên đặt mưa pet hạ miên bành hạ ấy tê trong đào xa tại tiền nâng cứ vi miên rương rau tràn pek thua ở cua xa nhôm sẽ mẹ chật tha nâng ọt bàn chừng ấy hao chấm bua tiền nâng cứ nâng pet đại bộ dương bàn chạ tránh từ bộ dương đằng tha tiền nâng bị một máu cứ thua miên mà nụ slap có đôi chia miên sòng cream hai cái cặp xạ sập mà đường trắng á này tao có nhiều hai bên lần không ai để ban lon mà đại bao nhôm nứng á cứ chia bập phết không ai tay hao bài rồi thốt đó này tao có nhiều cứ lười biểu thay lon bật hai rụt riêng rồi bo dây cha để ban lon mà đại bao nhôm nứng cứ cùi khai khăng mình tèn hai ca lon nứng cứ mình mến lon tay mà đại bao nhôm tề toa tập bộ nhôm trên bị tia nâng bản trong cua xa nhôm dậy kia tha tam cặp bắt tớ cứ ắt men lon tay mà đại thì cứ lông bong sấy nhôm đôi khnia này tao khnia cứ bẹ pon cho mùi nắng ca lông nó cứ việc khó khnia đôi mà đài nhóm cứ lông bài bao khơi sầm mèo ao vô sập trong vô tơ chẳng á nè bàn tay bong sấy nhóm nó cứ lông copy mà đài nhôm cứ lông bài mịch cứ lông chắp trường này tao khnia đôi tên là vậy này tao khnia đăng ấy thở làng tơ lơ tròn tim mùi thì pi tơ ở kênh tập hình luôn anh chẳng á nè bong sấy nhóm còn ban phèp tha ca lon nó cứ vì xã hai mình tiền cứ ca nắng tôn bài chỉ màu đập mùi đập pi dục thòng đá trong cua xa nhóm lụa ta còn lọc lụa em play chơi anh nó là hốt nó mong đập mùi dục bản bật đại xa ta lụa nó không phải tiệt chua con anh trắng cứ dân lụa đo dục trắng đấy trong bao sải nhóm cột ban dày phèp tha cốt bán ở tiếp trong cho mùi nắng xa và là dựng ban lụa nó khổm tiền nâng hào vậy ban bật vía chạ sao chu sầm ad in trắng đấy bàn tay nó bên đại dương lao tôi lơ tròn ti môi đặc bay ở từ mũi tắc nữa nghe xẹp tầm miên mà riếm đay này tao kì mà riếm đay á cái chỗ lằng khăm mơ chắp trương bong sấy nhôm này tao kì bong sấy nhôm cứ quạt strike lằng plot sầm lên bàn tay nó bên đại quạt strike trắng nó bên đại bong sấy nhôm mà nè tiệt bong pro nhôm cả đôi chữ nhôm nằng mà đai nhôm xua quạt cát ấy á quạt bay từ chia này vậy tha không yên bành hại tê quạt là mùa cặp pơ anh chẳng từ rồi có quạt đào bốc cho đào ở chẳng từ tiếng này ca bắt nước này tao cái cứ quạt ban khơi mà riếm đai chắp trơn quạt tiếng này con nghiện khỏi tới cứ ăn bên khơi nhà kia trò thì bàn tay bay chỉ khơi mà riếm đai cái trọ không mà xong trong buổi tiếng nâng môi này tao cái cứ rồi thốt khăng mình tên hay là hốt mà đo sắp ngày ní nơi bê đài bộ nhôm bàn chỉ cắt nơi tiệt nâng cư mình toàn khơi miên nhẹ na kê mình nhẹ nơi tỉ cứ tiệt nâng cư lô xã hai một nè tóc nè tụ bây giờ bộ nhôm ở ca bị nở bị muốn nâng cư bộ nhôm ở bàn ở sai anh đi muốn bẻ xong màu sốt muốn nâng tiệt anh chẳng á bàn tay tiệt nâng cư đôi ót từ tua nơi ở ca sma công ấy này tóc nè đôi phần lớn không ai nên nâng cư bộ quạt slap hào dùn trắng ở tỷ bộ bọc quạt nó được khlang chẳng tụ bây giờ dương ban sốt môn có đôi chỉ đi môn bẻ xong mà chẳng mệt có ọt miên ban và sự tập hiệp này trong là hốt đau ba chục món ní cứ nhôm nơi ta khơi tiệt nâng bật hà tiệt chua này tóc nè cứ ọt miên là cái chua ban lớp pi mực hai thì hơi nhôm chạm môi tiết trong cua sao bao nhóm nâng có chua ban mực hai này
ជួបបានប្រហែលជា3សប្តាហ៍យ៉ាងច្រើនអ្នកទាំងគ្នាពួកខ្ញុំគឺរើចេញលឿនផ្ទាល់ដោយសារតែម៉ាក់ខ្ញុំគាត់នៅផ្ទះនឹងឈឺហើយចង់យកម៉ាក់ខ្ញុំទៅអញ្ចឹងណាហើយបងស្រីខ្ញុំគឺជួបរឿងចម្លែកដូចគ្នាអូខេអ្នកទាំងគ្នានេះគឺជាសាច់រឿងដែលក្រុមគ្រួសាររបស់ខ្ញុំបានជួបអញ្ចឹងចំពោះសាច់រឿងមួយនេះគឺវាអត់ទាន់ពាក់ព័ន្ធអីជាមួយនឹងខ្ញុំផ្ទាល់ទេដោយសារតែខ្ញុំកាលហ្នឹងគឺខ្ញុំនៅក្មេងមែនតើអញ្ចឹងខ្ញុំអត់មានអារម្មណ៍ថាខ្ញុំត្រូវបានខ្មោចលងអីទេហើយខ្ញុំកាលហ្នឹងក៏អត់ទាន់ស្គាល់ថាអីជាខ្មោចដែរអញ្ចឹងបើសិនជាអ្នកទាំងគ្នាចង់ដឹងថាខ្ញុំធ្លាប់ជួបខ្មោចអត់គឺខ្ញុំធ្លាប់ជួបដូចគ្នាប៉ុន្តែខ្ញុំសូមអត់និយាយនៅក្នុងវីដេអូនេះទេខ្ញុំនឹងនិយាយនៅវីដេអូទី2វីដេអូបន្ទាប់ដែលខ្ញុំផុសពីវីដេអូហ្នឹងអញ្ចឹងបើសិនជាអ្នកទាំងគ្នាចូលចិត្តនៅការសម្ដែងរឿងខ្មោចរបស់ខ្ញុំកុំភ្លេចឲ្យមេដៃក៏ដូចជាកុំភ្លេច Subscribe ផងណាដោយសារតែខ្ញុំគឺទទួលបានសំណូមពរច្រើនមែនតើថាចាបងអូនការនិយាយរឿងខ្មោចដាក់ YouTube គឺចូលចិត្តស្ដាប់មែនតើស្ដាប់ហើយកេងលក់ស្ដាប់ហើយមានអារម្មណ៍ល្អចូលចិត្តសំឡេងអញ្ចឹងណាឥឡូវហ្នឹងគឺខ្ញុំបានមកនិយាយក្នុង YouTube ហើយអញ្ចឹងអរគុណបងទាំងអស់គ្នាខ្លាំងមែនតើដែលបានគាំទ្រខ្ញុំតាំងពីពេលដែលខ្ញុំធ្វើ TikTok មកអញ្ចឹងណាហើយខ្ញុំយើងខ្មោចនេះនិយាយរយៈពេល2ឆ្នាំហើយអ្នកទាំងគ្នា2ឆ្នាំកន្លះចិត្ត3ឆ្នាំហើយអញ្ចឹងបើសិនជាមានកន្លែងណាខុសឆ្គងសូមមេត្តាខន្តីអភ័យទោសហើយកុំភ្លេច Subscribe Channel របស់ខ្ញុំផ្ទាល់ណានេះគឺជា Channel របស់ខ្ញុំផ្ទាល់ហ្មងដែលមានតែមួយគត់គឺអត់មាន Channel ណាផ្សេងទេហើយខ្ញុំក៏បានឃើញអ្នកដែលគាត់យកវីដេអូខ្ញុំទៅផុសដែរប៉ុន្តែខ្ញុំអត់ប្រកាន់ទេគាត់ថាអ្នកដែលគាត់យកវីដេអូខ្ញុំទៅហ្នឹងបើសិនជាអាចគុំធ្វើបែបហ្នឹងដោយសារតែអ្នកទាំងគ្នាយកវីដេអូដែលជាកម្លាំងញើសឈាមរបស់គេយកទៅផុសហ្នឹងគឺអត់មានបានការអីទេថ្ងៃក្រោយទៅអ្នកទាំងគ្នាអត់មានអ្វីជាខ្លួនឯងទេអញ្ចឹងបើសិនជាអាចឈប់បានឈប់ទៅហើយវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងបើសិនជាចូលចិត្តរឿងខ្មោចរបស់ខ្ញុំសម្រាប់កុំភ្លេច like វីដេអូនេះ subscribe និងចុច notification ផងនៅពេលដែលខ្ញុំផុសវីដេអូក្នុង YouTube ហ្នឹងអ្នកទាំងគ្នាទទួលបានកណ្ដឹងហើយបានមុនគេអញ្ចឹងណាអញ្ចឹងអរគុណជម្រាបលាបាយបាយ